អស់រយៈពេលរាប់រយឆ្នាំមកហើយពេលខ្ញុំចូលដល់អាយុ19ឆ្នាំ3ខែនេះនៅឆ្នាំ1977ខ្ញុំបានក្លាយជាភិក្ខុព្រះចៅអធិការនៅវត្តរបស់ខ្ញុំបានដាក់ឈ្មោះមួយថ្មីដល់ខ្ញុំតាមឈ្មោះព្រះពុទ្ធសាសនាដែលជាប្រពៃណីនៅក្នុងប្រទេសរបស់យើងឈ្មោះថ្មីរបស់ខ្ញុំនៅពេលនោះគឺអ៊ុយណាតាប៉ានីតាអាស៊ីនធូរីយ៉ានៅពេលយើងបួសជាសង្ឃយើងលែងប្រើឈ្មោះកំណើតដែលឪពុកម្ដាយដាក់ឲ្យនោះទៀតហើយវត្តដែលខ្ញុំបួសនោះឈ្មោះម៉ាន់ដាឡេខ្យាអ៊ីកាសាន់ខ្យាអ៊ីងព្រះចៅអធិការឈ្មោះអ៊ុយហ្សាឌីឡាខ្យានីកាន់សាយ៉ាដោអ៊ុយហ្សាឌីឡាជាតំណែងរបស់លោកគ្រានោះលោកជាព្រះសង្ឃដ៏ល្បីល្បាញលើសជាងគេទាំងអស់នៅប្រទេសភូមាគ្រប់គ្នាសុទ្ធតែស្គាល់លោកហើយមនុស្សទាំងអស់ឲ្យតម្លៃនិងគោរពលោកក្នុងឋានៈជាគ្រូធំមួយរូបខ្ញុំនិយាយដូច្នេះព្រោះនៅឆ្នាំ1983លោកបានសុគតភ្លាមមួយរំពេចនៅពេលមានគ្រោះថ្នាក់ចរាចរណ៍តាមរថយន្តការសុគតរបស់លោកធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលនោះខ្ញុំបួសបាន6វស្សាហើយខ្ញុំបានព្យាយាមធ្វើជាសង្ឃល្អបំផុតហើយខំប្រឹងប្រតិបត្តិតាមគ្រប់ទាំងធម៌វិន័យទាំងប៉ុន្មានដែលព្រះពុទ្ធបានសម្ដែងមកក្នុងដំណាក់កាលមួយខ្ញុំបានចូលទៅរស់នៅឯទីស្មោះសានមួយដើម្បីបន្តភាវនាធម៌ព្រះសង្ឃខ្លះដែលពិតជាចង់ស្គាល់សេចក្តីពិតរបស់ព្រះពុទ្ធសុទ្ធតែបានធ្វើដូចខ្ញុំនេះដែរខ្លះចូលទៅក្នុងព្រៃជ្រៅជាកន្លែងដែលគេរស់នៅជាជីវិតដែលលះបង់ខ្លួនឯងឈប់គិតពីខ្លួនឯងហើយធ្វើខ្លួនជាក្រតោកយ៉ាខ្ញុំបានស្វះស្វែងរកដើម្បីលះបង់គំនិតអាត្មានិយមនិងសេចក្តីប៉ងប្រាថ្នារបស់ខ្ញុំដើម្បីគេចចេញពីកិលេសរោគាភាធិនិងដើម្បីផ្ដាច់ចំណងចេញពីវាលវត្តសង្សារវិលកើតវិលស្លាប់របស់លោកីនេះនៅឯទីស្មោះសានខ្ញុំមិនខ្លាចខ្មោចទេខ្ញុំខំព្យាយាមរកឲ្យបានសុគតិភពនៅក្នុងចិត្តនិងការត្រាស់ដឹងដោយខ្លួនឯងដែលសូម្បីតែនៅពេលមូសទុំលើដៃខ្ញុំមិនរវល់នឹងបោសវាចេញផងខ្ញុំទុកឲ្យវាខំជញ្ជក់ឈាមតាមចិត្តចុះអស់រយៈពេលជាច្រើនឆ្នាំខ្ញុំបានខំប្រឹងធ្វើជាសង្ឃល្អបំផុតហើយមិនបានធ្វើបាបដល់សត្វមានជីវិតសោះឡើយខ្ញុំបានសិក្សាធម៌វិន័យដែលព្រះពុទ្ធបានបង្រៀនដូចជាបុព្វបុរសទាំងអស់របស់ខ្ញុំដែលបានឆ្លងកាត់ការទាំងនេះមុនខ្ញុំដែរជីវិតរបស់ខ្ញុំបានបន្តរស់នៅជាសង្ឃបែបនេះរហូតដល់ខ្ញុំបានធ្លាក់ខ្លួនឈឺជាទម្ងន់ពេលនោះខ្ញុំនៅក្នុងវត្តមណ្ឌល័យហើយគេបានយកខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យពួកគ្រូពេទ្យបានពិនិត្យមើលជំងឺរបស់ខ្ញុំហើយប្រាប់ខ្ញុំថាខ្ញុំមានជំងឺគ្រុនលឿងផងគ្រុនចាញ់ផងបន្ទាប់ពីបានព្យាបាលនៅក្នុងមន្ទីរពេទ្យរយៈពេលប្រហែលជា1ខែមកជំងឺខ្ញុំកាន់តែធ្ងន់ឡើងពួកគ្រូពេទ្យបានប្រាប់ខ្ញុំថាជំងឺខ្ញុំគ្មានឱកាសនឹងជាឡើងវិញបានទេហើយគេឲ្យខ្ញុំចេញពីមន្ទីរពេទ្យដើម្បីត្រៀមរៀបចំសម្រាប់ការស្លាប់វិញនេះជាការពណ៌នាសង្ខេបអំពីអតីតកាលរបស់ខ្ញុំហើយបន្ទាប់ទៅនេះខ្ញុំសូមជម្រាបជូនលោកអ្នកពីការដ៏អស្ចារ្យខ្លះៗដែលបានកើតឡើងដល់ខ្ញុំបន្ទាប់ពីពេលនោះក្រោយពេលគេឲ្យខ្ញុំចេញពីមន្ទីរពេទ្យគេបានយកខ្ញុំទៅវត្តវិញដើម្បីឲ្យសង្ឃឯទៀតបានមើលថែខ្ញុំកាន់តែខ្សោយទៅហើយក៏ភ្លឹកលែងដឹងខ្លួនហើយក្រោយមកខ្ញុំបានដឹងថាខ្ញុំពិតជាបានស្លាប់អស់រយៈពេល3ថ្ងៃសាកសពរបស់ខ្ញុំបានរលួយធំក្លិនស្អុយហើយបេះដូងរបស់ខ្ញុំឈប់កម្រើកហើយសាកសពរបស់ខ្ញុំត្រូវបានគេរៀបចំដើម្បីធ្វើពិធីឈាបនកិច្ចគឺរៀបចំដុតហើយមុននឹងដាក់ទៅក្នុងមឈូសគេបានធ្វើពិធីចម្អះទឹកគឺលាងសម្អាតសពតាមប្រពៃណីព្រះពុទ្ធសាសនាទោះជារូបកាយខ្ញុំត្រឡប់ជាសាកសពស្អុយរលួយក៏ដោយតែខ្ញុំចាំថាព្រលឹងនិងវិញ្ញាណរបស់ខ្ញុំនៅដឹងទាំងអស់ព្រលឹងខ្ញុំកំពុងស្ថិតនៅក្នុងព្យុះសង្គ្រាមមួយយ៉ាងខ្លាំងហើយព្យុះមួយយ៉ាងធំបក់បោកពង្រាបទីនោះទាំងមូលរហូតទាល់តែគ្មានដើមឈើ
ឬរុក្ខជាតិណាមួយអាចនៅជាប់បានទីបំផុតក៏คล้ายទៅជាទីវាលមួយនៅទៅទេគ្មានអ្វីសោះខ្ញុំបានដើរយ៉ាងលឿនកាត់វាលនោះអស់មួយរយៈពេលហើយមិនឃើញមានមនុស្សនៅទីណាសោះមានតែខ្ញុំម្នាក់ឯងមួយសន្ទុះក្រោយមកខ្ញុំក៏បានឆ្លងកាត់ស្ទឹងមួយនៅត្រើយម្ខាងនៃស្ទឹងនោះខ្ញុំបានឃើញបឹងភ្លើងមួយដ៏គួរឲ្យភ័យខ្លាចនិងតក់ស្លុតជាខ្លាំងនៅក្នុងព្រះពុទ្ធសាសនាមិនមានសម្ដែងប្រាប់ទីកន្លែងដូចនេះទេជាដំបូងខ្ញុំមានការយល់ច្រឡំហើយមិនដឹងថាកន្លែងនោះជាស្ថាននរកទេរហូតដល់ខ្ញុំបានឃើញយ៉ាម៉ាជាស្ដេចនរកយ៉ាម៉ានេះជាឈ្មោះដែលគេបានរៀបរាប់អំពីស្ដេចនរកនៅក្នុងវប្បធម៌ជាច្រើននៅបណ្ដាប្រទេសអាស៊ីមុខវាមើលទៅដូចជាមុខសត្វតោហើយខ្លួនក៏ដូចជាសត្វតោដែរប៉ុន្តែជើងវាដូចជាជើងសត្វនាគរាជក្បាលវាមានស្នែងជ្រងច្រាងមុខវាកាចសាហាវណាស់ហើយខ្ញុំមានការតក់ស្លុតជាទីបំផុតខ្ញុំបានសួរវាទាំងភ័យញ័រថាតើលោកឈ្មោះអ្វីវាឆ្លើយឡើងថាអញជាស្ដេចនរកជាមេបំផ្លាញស្ដេចនរកឬគេច្រើនហៅថាមេយមរាជបានប្រាប់ខ្ញុំឲ្យមើលទៅក្នុងបឹងភ្លើងខ្ញុំក៏បានមើលហើយឃើញស្បង់ពណ៌លឿងលឿងដែលព្រះសង្ឃពាក់នៅប្រទេសភូមាលុះខ្ញុំមើលកាន់តែជិតខ្ញុំឃើញបរិសម្នាក់មានក្បាលកោសក់ហើយពេលខ្ញុំមើលទៅមុខបរិសនោះទើបខ្ញុំដឹងថាជាព្រះសង្ឃដ៏ល្បីល្បាញម្នាក់ដែលបានស្លាប់ដោយគ្រោះថ្នាក់ឡាននៅឆ្នាំ1983ឈ្មោះអ៊ុយហ្សាឌីឡាគីយ៉ានីកាន់សាយ៉ាដោខ្ញុំបានសួរទៅមេយមរាជនោះថាហេតុអ្វីបានជាសម្ដេចព្រះគ្រូចាស់របស់ខ្ញុំបានជាប់នៅក្នុងបឹងភ្លើងនេះដូច្នេះហេតុអ្វីបានជាលោកនៅក្នុងបឹងភ្លើងនេះលោកជាគ្រូម្នាក់ល្អណាស់លោកបានទេសនានៅក្នុងកាសែតខ្សែអាត់ឈ្មោះតើអ្នកជាមនុស្សឬជាឆ្កែធម៌ទេសនានេះបានជួយមនុស្សរាប់ពាន់នាក់ឲ្យយល់ថាគេជាមនុស្សមានតម្លៃប្រសើរលើសជាងសត្វដេរឆានឆ្ងាយណាស់ស្ដេចនរកឬយើងហៅថាមេយមរាជនោះបានឆ្លើយថាមែនគាត់ជាគ្រូម្នាក់ដ៏ល្អប៉ុន្តែគាត់មិនបានជឿដល់ព្រះយេស៊ូវគ្រីស្ទដោយហេតុនេះហើយបានជាគាត់នៅក្នុងនរកដូច្នេះបន្ទាប់មកខ្ញុំបានទទួលបង្គាប់ឲ្យមើលទៅមនុស្សម្នាក់ទៀតដែលកំពុងតែនៅក្នុងភ្លើងខ្ញុំបានឃើញបរិសម្នាក់មានសក់វែងចងស្រោបសំយ៉ាកចុះមកខាងឆ្វេងលោកក៏ពាក់ស្បង់ជ័យពរដែរខ្ញុំបានសួរមេយមរាជនោះថាតើនេះជានរណាមេយមរាជឆ្លើយថានេះគឺជាម្នាក់ដែលឯងគោរពបូជាឈ្មោះកូតាម៉ាខ្ញុំស្រងាក់ចិត្តមែនទែនដោយឃើញកូតាម៉ានៅក្នុងស្ថាននរកខ្ញុំបានប្រកែកតវ៉ាថាទេកូតាម៉ាប្រកបដោយធម៌អហិង្សាមានចរិយាសម្បត្តិល្អត្រឹមត្រូវណាស់ហេតុអ្វីបានជាលោកកំពុងរងទុក្ខនៅក្នុងបឹងភ្លើងនេះដូច្នេះមេយមរាជបានឆ្លើយថាមិនថាឡើយគាត់ល្អយ៉ាងណាទេគាត់មកកន្លែងនេះពីព្រោះគាត់មិនបានជឿដល់ព្រះដែលគង់នៅអស់កលជានិច្ចបន្ទាប់មកខ្ញុំឃើញបរិសម្នាក់ទៀតមើលទៅដូចជាគាត់ស្លៀកពាក់ឯកសណ្ឋានទាហានគាត់មានរបួសនៅដើមទ្រូងយ៉ាងធំខ្ញុំក៏សួរថាតើបរិសនេះជានរណាស្ដេចនរកឆ្លើយថានេះគឺជាអង្សានមេទ័ពបដិវត្តប្រទេសភូមាខ្ញុំបានឮសំឡេងប្រាប់ថាអង្សាននៅទីនេះព្រោះគាត់បានបៀតបៀនហើយសម្លាប់គ្រីស្ទបរិស័ទប៉ុន្តែដែលលើសជាងអ្វីទាំងអស់ដោយព្រោះគាត់មិនបានជឿដល់ព្រះយេស៊ូវគ្រីស្ទនៅប្រទេសភូមាមានសុភាសិតមួយពោលថាទាហានមិនចេះស្លាប់ទេគេរស់នៅជាអមតៈប៉ុន្តែមានសំឡេងមួយប្រាប់ខ្ញុំថាកងទ័ពស្ថាននរកក៏មានសុភាសិតមួយដែរពោលថាទាហានមិនចេះស្លាប់មែនប៉ុន្តែគេចុះមកស្ថាននរកជាអមតៈខ្ញុំមើលទៅហើយឃើញបរិសម្នាក់ទៀតនៅក្នុងបឹងភ្លើងគាត់មានមាឌធំខ្ពស់ហើយមានពាក់អាវក្រោះមានកណ្ដាវនិងខែលនៅដៃហើយគាត់មានរបួសយ៉ាងជ្រៅនៅថ្ងាសគាត់មានមាឌខ្ពស់ជាងមនុស្សណាទាំងអស់មិនដែលឃើញមាននរណាដូចគាត់ឡើយពេលគាត់លាតសន្ធឹងដៃរបស់គាត់ឃើញមានប្រវែង6ហត្ថនិង1ចំអាមមេយមរាជ
ឬស្ដេចនរកនោះប្រាប់ថាបុរសនេះឈ្មោះកូលីយ៉ាតវានៅក្នុងឋាននរកនេះពីព្រោះវាបានប្រមាថមើលងាយដល់ព្រះដ៏គង់នៅអកលនិងដាវីតអ្នកបម្រើទ្រង់ខ្ញុំមិនយល់សោះព្រោះខ្ញុំមិនដឹងថាកូលីយ៉ាតជានរណាហើយដាវីតជានរណានាយមរាជប្រាប់ខ្ញុំថាកូលីយ៉ាតមានកត់ទុកនៅក្នុងគម្ពីររបស់គ្រីស្ទបរិស័ទអ្នកមិនស្គាល់គាត់ទេនៅពេលនេះប៉ុន្តែនៅពេលអ្នកក្លាយទៅជាគ្រីស្ទបរិស័ទអ្នកនឹងដឹងថាគាត់ជានរណាហើយបន្ទាប់មកមានមេយមរាជមួយទៀតបានដើរមករកខ្ញុំហើយខ្ញុំក៏ឃើញសត្វមួយមានការងារជាអ្នករុញបញ្ឈួលភ្លើងពីក្រោមបឹងភ្លើងនោះដើម្បីឲ្យភ្លើងនោះឆេះក្តៅជាប់រហូតសត្វនោះបានសួរខ្ញុំថាតើអ្នកត្រូវចុះទៅក្នុងបឹងភ្លើងនេះដែរឬខ្ញុំឆ្លើយថាទេខ្ញុំមកទីនេះគ្រាន់តែសង្កេតមើលប៉ុណ្ណោះអាការៈរបស់សត្វនោះដែលកំពុងតែដុតបញ្ឈួលភ្លើងគួរឲ្យខ្លាចណាស់សត្វនោះមានស្នែង10នៅលើក្បាលហើយមានលំពែងមួយនៅដៃហើយនៅចុងលំពែងនោះមានផ្លែ7សុទ្ធតែមុតសត្វនោះប្រាប់ខ្ញុំថាអ្នកនិយាយត្រូវហើយគឺអ្នកមកទីនេះគ្រាន់តែសង្កេតមើលប៉ុណ្ណោះព្រោះនៅទីនេះខ្ញុំរកឈ្មោះអ្នកមិនឃើញសោះដូច្នេះអ្នកមកតាមណាចូលទៅវិញតាមនោះចុះសត្វនោះបានចង្អុលទៅវាលសោះកក្រោះដែលខ្ញុំបានដើរកាត់ពីដំបូងមកមុនពេលដែលខ្ញុំបានមកដល់បឹងភ្លើងនេះខ្ញុំបានដើរយ៉ាងយូររហូតដល់ជើងខ្ញុំចេញឈាមខ្ញុំឈឺចាប់ហើយក្តៅជាខ្លាំងទីបំផុតក្រោយពីបានដើរអស់រយៈពេលប្រហែលជា3ម៉ោងមកខ្ញុំបានមកដល់ផ្លូវមួយយ៉ាងធំខ្ញុំបានដើរតាមផ្លូវនោះអស់រយៈពេលមួយយ៉ាងយូរក្រែលរហូតដល់បានមកដល់ផ្លូវបំបែកមួយហើយមានផ្លូវមួយបែកទៅខាងឆ្វេងធំណាស់ក៏មានផ្លូវមួយតូចបត់ទៅខាងស្ដាំនៅដើមផ្លូវបំបែកនោះមានបង្គោលសញ្ញាដាក់ថាផ្លូវបត់ទៅឆ្វេងគឺសម្រាប់អស់អ្នកដែលមិនជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទឯផ្លូវតូចបត់ទៅខាងស្ដាំគឺសម្រាប់អ្នកជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទខ្ញុំមានចិត្តចង់ដឹងថាតើផ្លូវធំទូលាយនោះនាំឆ្ពោះទៅឯណាដូច្នេះខ្ញុំក៏ដើរទៅតាមផ្លូវនោះសាកមើលខ្ញុំឃើញមានមនុស្ស2នាក់កំពុងដើរនៅមុខខ្ញុំចម្ងាយប្រមាណជា300ម៉ែត្រខ្ញុំខំដើរឲ្យទាន់ដើម្បីបានដើរជាមួយដែរប៉ុន្តែខ្ញុំដើរមិនទាន់គេសោះទោះបីជាខ្ញុំខំដើរលឿនយ៉ាងណាក៏ដោយដូច្នេះខ្ញុំក៏វិលមកក្រោយមករកផ្លូវបំបែកនោះវិញខ្ញុំបន្តតាមមើលបរិស2នាក់នោះក្នុងកាលដែលគេកំពុងដើរឃ្លាតពីខ្ញុំនៅតាមផ្លូវធំនោះពេលអ្នកទាំងពីរបានទៅដល់ចុងផ្លូវនោះស្រាប់តែមានគេចាក់សម្លាប់ភ្លាមមួយរំពេចបុរសទាំងនោះបានស្រែកឡើងទាំងឈឺចាប់យ៉ាងខ្លាំងហើយខ្ញុំក៏យំដែរពេលខ្ញុំឃើញហេតុការណ៍ដែលបានកើតឡើងដល់ពួកគេពេលនោះខ្ញុំបានយល់ថាផ្លូវដ៏ធំនោះបញ្ចប់ដោយគ្រោះថ្នាក់យ៉ាងធំដល់អស់អ្នកដែលដើរតាមផ្លូវនោះខ្ញុំក៏បានចាប់ផ្ដើមដើរតាមផ្លូវតូចជំនួសវិញគឺជាផ្លូវរបស់អ្នកជឿព្រះយេស៊ូវគ្រីស្ទក្រោយពីធ្វើដំណើរអស់រយៈពេល1ម៉ោងមកស្រាប់តែផ្ទៃរាបនៅលើផ្លូវនោះបានប្រែទៅជាមាសសុទ្ធផ្លូវមាសនេះជាមាសសុទ្ធល្អណាស់រហូតដល់ឆ្លុះឃើញរូបរបស់ខ្ញុំបានយ៉ាងច្បាស់នៅពេលខ្ញុំមើលមកក្រោមបន្ទាប់មកមានបរិសម្នាក់ស្លៀកពាក់សឈរនៅមុខខ្ញុំហើយខ្ញុំក៏បានឮគេច្រៀងចម្រៀងពីរោះមែនទែនអូចម្រៀងអ្វីបរិសុទ្ធហើយពីរោះអ្វីម្លេះចម្រៀងនោះពីរោះណាស់ហើយក៏មានន័យលើសចម្រៀងដែលយើងច្រៀងថ្វាយបង្គំនៅក្នុងព្រះវិហារលើផែនដីនេះទៅទៀតបុរសស្លៀកពាក់សនោះបានបបួលខ្ញុំឲ្យដើរជាមួយគាត់ខ្ញុំក៏សួរតើលោកឈ្មោះអ្វីប៉ុន្តែលោកមិនបានឆ្លើយតបខ្ញុំទេក្រោយពីខ្ញុំបានសួរឈ្មោះគាត់6ដងបុរសនោះក៏ឆ្លើយថាខ្ញុំជាអ្នកកាន់កូនសោស្ថានសួគ៌ស្ថានសួគ៌គឺជាកន្លែងមួយដ៏ល្អពិសេសណាស់ឥឡូវនេះអ្នកមិនអាចទៅទីនោះបានទេប៉ុន្តែបើអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទអ្នកអាចទៅបានក្រោយពីជីវិតរបស់អ្នកបានបញ្ចប់នៅលើផែនដីបុរសនោះឈ្មោះពេត្រុសបន្ទាប់មកលោកពេត្រុសបានសុំឲ្យខ្ញុំអង្គុយចុះហើយគាត់បានបង្ហាញឲ្យខ្ញុំឃើញកន្លែងមួយនៅទិសខាងជើងលោកពេត្រុសមានប្រសាសន៍ថាសូមមើលទៅខាងជើងហើយមើលព្រះបង្កើតមនុស្សចុះខ្ញុំបានឃើញព្រះដ៏គង់នៅអស់កលពីចម្ងាយ
ព្រះមានបន្ទូលទៅកាន់ទេវតាមួយថាចូលយើងបង្កើតមនុស្សទេវតានោះបានអង្វរព្រះថាសូមកុំបង្កើតមនុស្សមកអីព្រោះគេនឹងធ្វើខុសហើយគេនឹងធ្វើឲ្យព្រះអង្គព្រួយក្នុងភាសាភូមាមានន័យត្រង់ថាគេនឹងធ្វើឲ្យព្រះអង្គបាក់មុខប៉ុន្តែព្រះជាម្ចាស់នៅតែបង្កើតមនុស្សមកដដែលព្រះជាម្ចាស់បានផ្លុំខ្យល់ទៅលើមនុស្សហើយមនុស្សក៏មានជីវិតរស់ឡើងព្រះអង្គឲ្យឈ្មោះបរោះនោះមកថាអាដាមបន្ទាប់មកលោកពេត្រុសមានប្រសាសន៍ថាបានហើយចូលក្រោកឡើងហើយត្រឡប់ទៅទីកន្លែងរបស់អ្នកវិញចុះសូមនិយាយប្រាប់មនុស្សដែលគោរពថ្វាយបង្គំព្រះពុទ្ធនិងអ្នកដែលថ្វាយបង្គំរូបសំណាកឲ្យគេដឹងសូមប្រាប់គេថាគេនឹងទៅនរកមិនខានប្រសិនបើគេមិនព្រមផ្លាស់ប្រែអស់អ្នកដែលសង់អគារធំធំសម្រាប់ដាក់រូបសំណាកនិងអ្នកដែលធ្វើរូបសំណាកក៏នឹងត្រូវទៅនរកដែរអស់អ្នកដែលខំប្រឹងធ្វើបុណ្យសាងកុសលខុសព្រះខុសមនុស្សពួកថ្វាយបង្គំរូបសំណាកពួកអ្នកដែលអង្គុយស្មឹងស្មាតភាវនារកសច្ចធម៌ដោយខ្លួនឯងខ្លួនទីពឹងខ្លួនពិសេសគឺដល់អស់អ្នកណាដែលមិនជឿដល់ព្រះយេស៊ូវគ្រីស្ទនោះនឹងត្រូវទៅនរកប្រកាសណាស់លោកពេត្រុសប្រាប់ខ្ញុំថាអ្នកត្រូវតែនិយាយដោយនៅឈ្មោះថ្មីរបស់អ្នកពីពេលនេះតទៅអ្នកត្រូវបានគេហៅថាអាថេតពីយ៉ាន់ស៊ីនថាវប៉ូលូជាពលដែលបានរស់ពីស្លាប់ឡើងវិញខ្ញុំបានតបថាខ្ញុំមិនចង់ត្រឡប់ក្រោយទេខ្ញុំចង់ទៅស្ថានសួគ៌ពួកទេវតាបានបើកបញ្ជីរកមើលដំបូងពួកលោករកមើលឈ្មោះខ្ញុំកាលពីក្មេងគឺឈ្មោះធីពីននៅក្នុងបញ្ជីតែពួកលោករកមិនឃើញសោះបន្ទាប់មកពួកទេវតាទាំងនោះក៏រកមើលឈ្មោះខ្ញុំដែលគេបានដាក់ឲ្យកាលខ្ញុំនៅបួសជាសង្ឃគឺអ៊ុយណាតាប៉ានីតាអាស៊ីនធូរីយ៉ាប៉ុន្តែក៏គ្មានកត់ទុកនៅក្នុងសៀវភៅនោះដែរបន្ទាប់មកលោកពេត្រុសបានប្រាប់ខ្ញុំថាឈ្មោះអ្នកមិនមានកត់ទុកនៅទីនេះទេអ្នកត្រូវតែត្រឡប់ទៅវិញហើយធ្វើបន្ទាល់អំពីព្រះយេស៊ូវប្រាប់ដល់អស់អ្នកដែលមិនជឿខ្ញុំបានដើរត្រឡប់មកតាមផ្លូវមាសដដែលនោះវិញហើយខ្ញុំបានឮចម្រៀងដ៏ពីរោះម្ដងទៀតគឺប្រភេទនៃចម្រៀងដែលខ្ញុំមិនដែលបានឮពីមុនមកសោះលោកពេត្រុសបានជូនដំណើរខ្ញុំរហូតដល់ពេលដែលខ្ញុំមកដល់ផែនដីវិញលោកបានបង្ហាញឲ្យខ្ញុំឃើញជណ្ដើរមួយចុះពីស្ថានសួគ៌មកដល់ត្រឹមកណ្ដាលអាកាសជណ្ដើរនោះមិនបានដាក់ចុះដល់ដីទេគឺនៅឈប់ត្រឹមកណ្ដាលលំហអាកាសនៅលើជណ្ដើរនោះខ្ញុំឃើញពួកទេវតាជាច្រើនខ្លះឡើងទៅស្ថានសួគ៌ខ្លះទៀតកំពុងចុះតាមជណ្ដើរពួកទេវតាទាំងនោះរវល់ណាស់ខ្ញុំបានសួរលោកពេត្រុសថាតើទេវតាទាំងនោះជានរណាលោកពេត្រុសប្រាប់ថាពួកលោកជាអ្នកនាំសាររបស់ព្រះពួកលោកកំពុងរាយការណ៍ទៅស្ថានសួគ៌អំពីឈ្មោះរបស់អ្នកដែលបានជឿដល់ព្រះយេស៊ូវគ្រីស្ទនិងឈ្មោះរបស់អស់អ្នកដែលមិនជឿបន្ទាប់មកលោកពេត្រុសប្រាប់ខ្ញុំថាឥឡូវនេះដល់ពេលត្រឡប់ទៅវិញហើយការបន្ទាប់ដែលខ្ញុំបានដឹងគឺជាសំឡេងមនុស្សយំខ្ញុំបានឮសំឡេងម្ដាយខ្ញុំស្រែកយំថាកូនម្ដាយហេតុអីបានជាកូនទៅចោលម្ដាយខ្ញុំក៏ឮសំឡេងមនុស្សជាច្រើនទៀតយំផងដែរខ្ញុំដឹងបានថាខ្ញុំកំពុងដេកនៅក្នុងក្តារមឈូសខ្ញុំបានចាប់ផ្ដើមកម្រើកខ្លួនពេលនោះស្រាប់តែម្ដាយឪពុករបស់ខ្ញុំស្រែកឡើងថាកូនខ្ញុំរស់ហើយកូនខ្ញុំរស់ហើយមនុស្សឯទៀតដែលនៅឆ្ងាយបន្តិចមិនជឿពាក្យឪពុកម្ដាយរបស់ខ្ញុំទេបន្ទាប់មកខ្ញុំក៏បោះដៃដាក់លើមាត់ក្តារមឈូសហើយក្រោកអង្គុយមនុស្សជាច្រើនស្រែកស្លន់ស្លោថាខ្មោចលងហើយនាំគ្នារត់យ៉ាងលឿនយករួចខ្លួនអ្នកក្រៅពីនោះភ័យស្លុតនៅត្រឹងទៅណាមិនរួចទាំងឥតនិយាយស្ដីខ្ញុំបានដឹងខ្លួនថាខ្ញុំនៅក្នុងសាកសពដែលបានចេញទឹកហើយមានក្លិនស្អុយហើយទឹកស្អុយដក់ក្នុងក្តារមឈូសនោះប្រហែលជា3ពែងកន្លះនេះគឺជាទឹកដែលចេញពីពោះខ្ញុំនិងពីខាងក្នុងខ្លួនខ្ញុំពេលដែលសាកសពរបស់ខ្ញុំដេកនៅក្នុងក្តារមឈូសដោយព្រោះតែយ៉ាងនេះហើយមនុស្សម្នាសុទ្ធតែដឹងថាខ្ញុំបានស្លាប់ពិតមែននៅព័ទ្ធពីខាងក្នុងមឈូសគេដាក់ក្រដាសផ្លាស្ទិក
បិទជាប់ទៅនឹងក្តារដើម្បីកុំឲ្យទឹកចេញពីសាកសពធ្លាយចេញ